ទៅសារដល់ទូចមួយឬក៏ការលើកទឹកចិត្តតូចមួយហ្នឹងអាចធ្វើឲ្យមានដូចថាលទ្ធផលមួយដ៏អស្ចារ្យសម្រាប់ជីវិតមនុស្សអញ្ចឹងខ្ញុំឲ្យឧទាហរណ៍មួយកាលពីខ្ញុំរៀននៅនៅវិទ្យាល័យខ្ញុំបានធ្វើកិច្ចការទាក់ទងមួយការរៀនអក្សរសាស្ត្រខ្មែរតែងសេចក្តីអញ្ចឹងពេលហ្នឹងខ្ញុំធ្វើតែងសេចក្តីហ្នឹងដូចថាបានបន្ទុកជិត10ហើយមិត្តភ័ក្តិខ្ញុំបានបន្ទុកគឺថាក្រោម5ទាំងអស់ព្រោះចំណុចហ្នឹងពី0ដល់10ហើយអ្នកគ្រូទៅសើខ្ញុំមែនតើអូអានេះឯងមិនធ្វើទៅជាប់ឯងបានបន្ទុកខ្ពស់ជាងគេទៀតហើយខ្ញុំមិនដឹងដែរកាលនោះវាចៃដន្យតែខ្ញុំមិនដែលទទួលបានការសរសើរពីគ្រូឯងពេលហ្នឹងខ្ញុំបានបន្ទុកល្អដោយចៃដន្យអញ្ចឹងអ្នកគ្រូសរសើរវាលើកទឹកចិត្តខ្ញុំខ្លាំងមែនតើខ្ញុំយកទៅអួតពុកម្ដាយខ្ញុំបងប្អូនខ្ញុំអញ្ចឹងចាប់ពីនោះទៅដូចខ្ញុំមានអារម្មណ៍ថាខំប្រឹងរៀនមែនតើណាជាពិសេសគឺមុខវិជ្ជាអក្សរសាស្ត្រខ្មែរហ្នឹងហើយអ្នកនរគ្នាដឹងអត់ខ្ញុំខ្លាចជាសិស្សកែខាងអក្សរសាស្ត្រប្រចាំវិទ្យាល័យដែលខ្ញុំរៀនណាអញ្ចឹងខ្ញុំខំរៀនតាំងពីអនុវិទ្យាល័យដល់វិទ្យាល័យខ្ញុំខ្លាចជាសិស្សបកែខាងផ្នែកខ្មែរខ្ញុំគិតថាដោយសារតែអ្នកគ្រូសរសើរមួយម៉ាត់ពេលដែលខ្ញុំបានបន្ទុកល្អដោយចៃដន្យនឹងឯងចឹងអាហ្នឹងវាមានធម៌ពលខ្លាំងមែនតើពេលដែលលោកអ្នកឃើញកូនក្មេងធ្វើល្អអីមួយលោកអ្នកសង្កេតមើលហើយសរសើរពួកគេប្រាប់ពួកគេឲ្យរង្វាន់ពួកគេអត់ដឹងថាមួយណាដែលធ្វើឲ្យដូចថាទឹកចិត្តគាត់ប្រឹងឲ្យខ្លាចជាមនុស្សអស្ចារ្យប្រឹងឲ្យមានដូចថាជំនាញនឹងខ្លាំងមែនតើនេះអញ្ចឹងយើងអត់ដឹងទេថាការសរសើររបស់យើងហ្នឹងមានធម៌ពលប៉ុណ្ណាចំពោះកុមារប៉ុន្តែដូចបទពិសោធន៍ខ្ញុំអញ្ចឹងវាមានធម៌ពលមែនតើអញ្ចឹងបើលោកអ្នកមានបទពិសោធន៍ស្តៀងខ្ញុំឬក៏មានរឿងស្តៀងខ្ញុំអាចចែករំលែកនៅក្នុង comment ខាងក្រោមអរគុណច្រើន